បាទអញ្ចឹងសប្តាហ៍ថ្មីណាបាទគ្រូធ្វើកំណែបាទទៅលើ homework គ្រូបានដាក់បាទអញ្ចឹងកាលពី session មុនគឺយើងមានបាទ custom array របស់យើងបាទហើយគ្រូមាន method មួយឈ្មោះថា push បាទដែល method ហ្នឹងគឺ add តែ even number ទេបាទហើយការសរសេរ code របស់គ្រូនេះមើលទៅរៀងស្មុគស្មាញបាទហើយវាមានលក្ខខណ្ឌទៀតគាត់តែ add សិនណាបាទអញ្ចឹងគឺយើងអត់ធ្វើអញ្ចឹងទេបាទយើងធ្វើឲ្យវាប្រសើរជាងមុនមានថាយើងមានតែមួយ rule ទេបាទជាប់របស់យើងបាច់មានលក្ខខណ្ឌឡើង0ឡើងធំជាង0អីទេបាទអញ្ចឹងយើងធ្វើបែបនេះបាទឥឡូវមុននឹងបន្តទៅបាទគ្រូតេស្តយើងមើលសិនណាបាទតេស្តកាលពីសិស្សមុនយើងបានឃើញហើយបាទលេខគ្រូតេស្តភាសាទៀតឥឡូវ coverage as unit test ទៅបាទពេល run ចប់គឺយើងនឹងឃើញវា cover អស់ហើយណាបាទ 100% តែម្ដងណាបាទអញ្ចឹងឡើយហ្នឹងយើង improve វាបន្តិចឡើយនេះmethod ហ្នឹងណាបាទ method ហ្នឹងវាស្មុគស្មាញកន្លែងនេះដល់ពេល if else ទៅយើងពិបាកមើលគ្នាយើងគ្រាន់ចាំតែមានលក្ខខណ្ឌផង loop ផងណាឧទាហរណ៍មាន loop មានលក្ខខណ្ឌហើយផ្សេងៗហ្នឹងមើលទៅវារៀង complicate បាទអញ្ចឹងយើងអាចធ្វើទៅមិនឲ្យវាស្រួលមើលបាទអញ្ចឹងគ្រូដកលក្ខខណ្ឌនេះចេញបាទកន្លែងនេះបាទយើងធ្វើចេះហ្មងមិនថាពេលយើង initialize object ហ្នឹងយើងដាក់ value វាដំបូងគឺ length 0បាទនេះ default value របស់ integer ដឹងតែ0ហើយណាទោះបីយើងមិនដាក់ក៏វា0ដែរបាទអញ្ចឹងគាត់ដាក់ថា this dot length ស្មើ0ទៅបាទហើយ value នេះបាទ this dot value ចេះគឺស្មើ new integer ដែលមាន0ធានចេះណាគេដាក់អញ្ចឹងបានបាទតមកកន្លែងនេះឡើងត្រូវការទៀតហើយណាលក្ខខណ្ឌនេះឡើងត្រូវការទៀតហើយនៅពេលលុបកន្លែងហ្នឹង l ក៏ឡើងត្រូវការដែរបាទអញ្ចឹងលុបដោយតែ l នេះទៀតណាលុបនេះចេញទៀតអ្នកឃើញវាស្រួលមើលជាងមុនទេបាទឥឡូវគ្រូរំកិលវាបន្តិចcomment tab អីយ៉ានេះ shift tab ស្វែងជា shift tab អូខេ shift tab បាទត្រឹមត្រូវណាអូខេត្រូវបាទប៉ុណ្ណឹងមកជាការសាច់បាទឥឡូវយើង run test case យើងសារវិញម្ដងទៀតបាទ coverage unit test អូខេបាទនៅតែត្រឹមត្រូវតែដែរណាយើងមើលត្រឹមត្រូវទាំងអស់បាទអញ្ចឹងកូដយើងចុងក្រោយគឺសរសេរបែបហ្នឹងឯងណាងាយបាទចូលមកដល់គឺយើង add យកតែហ្មងបាទឲ្យតែ call method push នេះគឺឡើងវាកើនមួយណាបាទហើយយើង copy add ថ្មីចឹងទៅបាទណាបាទងាយបាទ